សម័យលង្វែក1525ដល់1593ជាសម័យកាលដែលក្សត្រខ្មែរគ្រប់អង្គតស៊ូប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញទប់ទល់នឹងការឈ្លានពានរបស់សៀមរហូតដល់ដំណាក់កាលចុងក្រោយក្រុងលង្វែកត្រូវសៀមវិបែកនិងដុតបំផ្លាញមានព្រះមហាក្សត្រ5អង្គគ្រងរាជ1ព្រះបាទបរមខត្តយាមហាចន្ទរាជា1525ដល់1566ជាក្សត្រស្ថាបនិកក្រុងលង្វែកហើយក៏ជាក្សត្រខ្មែរមួយអង្គក្រោយសម័យអង្គរដែលបានលើកទ័ពវាយយកខេត្តខ្មែរមួយចំនួនពីសៀមមកវិញក្នុងរជ្ជកាលទ្រង់ប្រជារាស្ត្ររស់នៅបានសុខសាន្តអស់រយៈកាល40ឆ្នាំ2ព្រះបាទបរមត្ថរាជាធិបតី1566ដល់1576ព្រះអង្គមិនខុសពីបិតាឡើយទ្រង់បានបន្តស្នាមប្រហ័សពីព្រះចន្ទរាជាដោយលើកទ័ពវាយយកខេត្តខ្មែរពីសៀមមកវិញជាច្រើនលើកឆ្នាំ1568ព្រះអង្គលើកទ័ពទៅវាយក្រុងអយុធ្យាតែវាយមិនបែកឆ្នាំ1570ព្រះអង្គលើកទ័ពវាយរំដោះបានខេត្តនគររាជសីមាឆ្នាំ1574ព្រះអង្គលើកទ័ពវាយក្រុងអយុធ្យាម្ដងទៀតដោយរំដោះបានខេត្តខ្មែរភាគខាងលិចមួយចំនួនដោយមានការគៀបសង្កត់ពីភូមិមាផងនិងទ័ពខ្មែរផងទើបសៀមព្រមចុះសន្ធិសញ្ញាប្រគល់ខេត្តចំនួន5ឲ្យមកខ្មែរវិញរួមមានបច្ចឹមបុរីគោកខណ្ឌរយងនគររាជសីមានិងច័ន្ទបុរីព្រះអង្គក៏ត្រូវទប់ទល់នឹងការឈ្លានពានចំនួន2លើកពីសំណាក់នគរឡាយឆាន់តានតែត្រូវទ័ពមហានគរវាយបែកទាំង2លើក3ព្រះបាទមោហិនរាជាព្រះសទ្ធា1576ដល់1586ក្នុងរាជព្រះអង្គមានការធ្វើទំនាក់ទំនងជាមួយជនជាតិប៉ូទុយហ្គាល់និងអេស្ប៉ាញ៉ុលយ៉ាងជិតស្និទ្ធគោលបំណងចង់ពឹងកម្លាំងទ័ពជួយទប់ទល់ការវាយប្រហាររបស់សៀមមកលើក្រុងលង្វែកជាច្រើនលើកនិងជាទំនាក់ទំនងខាងពាណិជ្ជកម្មផង4ព្រះបាទជ័យជេដ្ឋាទី1 1586ដល់1592ក្សត្រអង្គនេះមានប្រជជនត្រឹម10ព្រះវស្សាប៉ុណ្ណោះដោយព្រះសទ្ធាជាបិតាមិនចង់ឲ្យអ្នកផ្សេងក្រងរាជបន្តទើបលើកកូនដែលមានអាយុតិចឲ្យឡើងក្រងរាជដោយមើលរំលងព្រះស្រីសូរិយោពណ៌ជាព្រះអនុជនិងជាមេទ័ពដ៏អង់អាចដែលទទួលបានការគោរពស្រឡាញ់ពីរាជយ៉ាងច្រើនទោះជាយ៉ាងនេះក្តីក៏ព្រះសូរិយោពណ៌ពុំមានការអន់ស្រពន់ចិត្តឡើយទ្រង់យកព្រះតីតែរកគ្រប់មធ្យោបាយដើម្បីទប់ទល់ការឈ្លានពានរបស់សៀមច្រើនលើកក្នុងសិលាចារឹកមួយនៅប្រាសាទអង្គរវត្តបានពណ៌នាថាព្រះស្រីសូរិយោពណ៌បានបួងសួងឲ្យវត្ថុស័ក្តិសិទ្ធិនានាជួយការពារថែរក្សាស្ដេចអង្គតូចនេះឲ្យរួចពីការវាយប្រហាររបស់សត្រូវទីបំផុតក្រុងលង្វែកត្រូវសៀមវិបែកទោះជាព្រះស្រីសូរិយោពណ៌ខំតស៊ូវាយប្រយុទ្ធទប់ទល់យ៉ាងស្វិតស្វាញរហូតដល់ដំណាក់កាលចុងក្រោយសត្រូវបានចាប់ព្រះសូរិយោពណ៌និងរាជវង្សានុវង្សបញ្ជូនយកទៅសៀមទាំងអស់5ព្រះបាទរាមាជើងព្រៃឬព្រះរាមជើងព្រៃ1593ដល់1596ជាក្សត្រដែលបានដឹកនាំកម្លាំងទ័ពរំដោះក្រុងលង្វែកពីសៀមបានមកវិញក៏ជាក្សត្រខ្មែរមួយអង្គក្នុងចំណោមមហាវីរៈក្សត្រខ្មែរទាំង6អង្គដែលបានវាយរំដោះនគរឲ្យរួចពីការឈ្លានពានរបស់បរទេសព្រះអង្គគ្រងរាជបានតែ3ឆ្នាំក៏ត្រូវលោកវីឡូសូជនជាតិប៉ូទុយហ្គាល់ត្រូវជាប្អូនថ្លៃព្រះសទ្ធាដែលចាត់ឲ្យទៅពឹងទាហានអេស្ប៉ាញ៉ុលនៅក្រុងម៉ានីលពេលដែលសៀមកំពុងវាយក្រុងលង្វែកនោះពេលបានកម្លាំងទ័ពត្រឡប់មកវិញក្រុងលង្វែកក៏ត្រូវសៀមវាយបែកហើយក៏មានព្រះមហាក្សត្រថ្មីឡើងសោយរាជទៀតលោកវីឡូសូមានការសោកស្ដាយនិងអន់ចិត្តយ៉ាងខ្លាំងដោយគំនិតចង់ឲ្យព្រះសទ្ធាត្រូវជាបងថ្លៃមកគ្រងរាជវិញគាត់ជួនពេលនោះមានចំនួនរវាងចិននិងទាហានអេស្ប៉ាញ៉ុលដោយយកលេសដោះស្រាយទំនាស់លោកវីឡូសូក៏សូមចូលគល់ព្រះមហាក្សត្រតែត្រូវព្រះរាជាបដិសេធជាច្រើនលើកទីបំផុតព្រះអង្គក៏ព្រមជួបសាវនាការឱកាសល្អមកដល់វីឡូសូបានដកកំភ្លើងខ្លីធ្វើកុដព្រះបាទរាមាជើងព្រៃសគត់ក្នុងរាជវាំងព្រះស្រីសន្ធរនាឆ្នាំ1596នោះទៅ